ឃើញដើរបងប្អូនដូចបងនេះគាត់ពាក់អាវដើរទៅហ្នឹងគឺកាន់កណ្ដុរយន្តហោះបងប្អូនដើម្បីទៅកលកង់យន្តហោះពេលដែលយន្តហោះបាទឈប់ចតចឹងទៅគឺគាត់យកកំណុលហ្នឹងដើម្បីទៅកលបាទជាមួយនឹងកង់យន្តហោះហ្នឹងក៏មកឲ្យយន្តហោះហ្នឹងដល់ល្អិលទៅមុខទៅក្រោយខ្ញុំក៏មិនដឹងដែរណាព្រោះទីធម្មតាខ្ញុំតែងតែឃើញពេលដែលយន្តហោះមកដល់តែងតែឃើញបងដែលគាត់ធ្វើការហ្នឹងគាត់យកកណ្ដុរទៅកលអញ្ចឹងឯងបងប្អូនបាទឥឡូវយើងមើលបលួចសួរមើលទៅកង់ឃើញអត់ទេបងប្អូនទៅកង់កំពុងតែអង្គុយនៅពីមុខហ្នឹងហើយនេះគឺជាយន្តហោះបាទដែលកំពុងតែទើបតែនឹងមកដល់បាទក្នុងការចុះចតនៅក្នុងពលានបាទសម្ដេចដេជោឬក៏ហៅកាត់ថា KTI នៅក្នុងរាជធានីភ្នំពេញនៅបាទខេត្តតាខ្មៅផងដែរហើយពេលទៅមកដល់គឺប្រភេទចិនដើបងប្អូននេះចិនដើដែលមានមនុស្សបើកដើម្បីទៅខ្ទប់បាទដូចខ្ញុំនិយាយជំរាបដដែលអញ្ចឹងគឺទៅខ្ទប់ជាមួយនឹងទ្វារយន្តហោះដើម្បីបាទខាងអ្នកធ្វើការនៅលើយន្តហោះគេនឹងបើកទ្វារធំមកប៉ុន្តែអាចចិនដើនឹងទៅខ្ទប់ជាប់អញ្ចឹងធ្វើឲ្យអ្នកដំណើរអាចដើរឆ្លងកាត់បាទពីបាទយន្តហោះហ្នឹងចូលទៅក្នុងពលានបានប៉ុន្តែនៅក្នុងពលានយន្តហោះកន្លែងខ្លះគឺខុសពីគ្នាបងប្អូនបើសិនជាកន្លែងដែលចង្អៀតអញ្ចឹងទៅគេអាចឈប់នៅវាលអញ្ចឹងទៅគេមានចិនដើថ្មើរជើងចុះពីយន្តហោះអញ្ចឹងទៅមានឡានទៅយកពីយន្តហោះដឹកចូលពលានមិនដែលដោយសារតែនៅពលានរបស់យើងនឹងមិនសូវជាចង្អៀតទេអញ្ចឹងគេមានកេតរបស់គេដូចបងប្អូនឃើញហើយអញ្ចឹងពេលដែលទ្វារទៅដល់ខ្ទប់ចាប់ពីដើមបាទជាមួយនឹងនឹងក្របបាទជាមួយនឹងទ្វារយន្តហោះទៅពេលដែលយើងដើរចេញមកយើងមិនដឹងទេបាទតែការពិតយន្តហោះឈប់នៅស្ងៀមទេប៉ុន្តែទ្វារហ្នឹងគឺបើកទៅរោដូចបងហ្នឹងគឺឡើងមកចុចបងប្អូនមកចុចកលឹះសម្រាប់បើកទ្វារដាក់អីវ៉ាន់ហ្នឹងបងប្អូនអ្នកគាត់ឡើងលើយន្តដើហ្នឹងកន្លែងហ្នឹងគឺជាកន្លែងដែលឡើងមកចុចកលឹះដើម្បីដាក់អីវ៉ាន់ហើយដូចបងប្អូនឃើញយន្តដើដែលឡើងដាក់អីវ៉ាន់ដាក់អីហ្នឹងគឺជាប្រភេទឡានអញ្ចឹងបងប្អូនយន្តដើហ្នឹងអាចជាប្រភេទឡានបាទនិយាយទៅគឺជាប្រភេទឡានហើយឥឡូវគេចាប់ផ្ដើមបងប្អូនឃើញបន្តទៀតតាក់ទងជាមួយនឹងការចុចបាទជាមួយនឹងកលឹះហ្នឹងគេចុចវាមិនដូចបងប្រុសដែលកំពុងឡើងទៅហ្នឹងគឺទៅចុចបាត់កលឹះទ្វារបាទបើកបាទកលឹះទ្វារយន្តហោះបាទជាកលឹះទ្វារដែលมันមានច្រកផ្លូវចេញទេណាបងប្អូននេះគឺច្រកដែលគេដាក់បាទជាមួយនឹងប្រភេទអីវ៉ាន់បាទដាក់ចេញឬក៏ដាក់ចូលចឹងទៅគឺនេះគឺជាច្រកទ្វារបាទអញ្ចឹងបាទវីដេអូនេះខ្ញុំនៅតែជម្រាបដដែលបាទខ្ញុំសូមផ្ញើជូនទៅដល់សម្រាប់ពុកម៉ែបងប្អូនតាមជនបទដែលមិនដែលបានឃើញជាមួយនឹងប្រភេទយន្តហោះតែបើសិនជាបងដែលបានធ្លាប់ឃើញហើយក៏សូមអធិស្ឋានហើយក៏សូមបងបាទកុំទើសបើសិនជាបងមិនចូលចិត្តអាចអូសរំលងបានហើយក៏សូមអធិស្ឋានផងដែរដូចខ្ញុំជម្រាបចឹងវីដេអូនេះខ្ញុំធ្វើដល់បងសនៅជនបទដែលបានទស្សនាផងដែរហើយសម្រាប់នេះគឺជាអវ៉ាន់ដែលត្រៀមឡើងជាមួយនឹងយន្តហោះហ្នឹងបងប្អូនណាបាទចឹងគេត្រៀមចឹងទៅចាំពេលដែលយន្តហោះមកដល់ទៅលាក់អវ៉ាន់ចុះអស់ចាប់ផ្ដើមលើអីវ៉ាន់ថ្មីចូលផងដែរបាទនេះគឺជាសម្រាប់ចក្ខុមើលកំសាន្តលេងបងប្អូនបាទនេះប្រភេទចិនដើធំនេះបាទជាចិនដើធំឯងលើកអីវ៉ាន់បានច្រើនដើម្បីដាក់ទៅក្នុងបាទយន្តហោះផងដែរបាទអញ្ចឹងដូចខ្ញុំជម្រាបបើសិនជាបងចង់បានទទួលជាមួយវីដេអូថ្មីទៀតកុំភ្លេចអត់ follow page ដើម្បីទទួលបានវីដេអូថ្មីហើយក៏សំខាន់តែអភ័យទោសសម្រាប់បងដែលមិនពេញចិត្តអាចអូសរំលងបាទដោយសារតែវីដេអូនេះដូចខ្ញុំនៅជម្រាបបណ្ដែលទេដោយសារខ្ញុំមិនមែនជាខាងឯកទេសខាងហ្នឹងទេគ្រាន់តែខ្ញុំធ្វើការនៅក្នុងពលានពេលទំនេរឆ្លៀតថតឲ្យបងប្អូនមើល